អញ្ញាធរសង្កាត់ស្ទឹងមានជ័យទី2ទុកពេល7ថ្ងៃឲ្យអាជីវកររុះរើតូបលក់ដូររំលោភដីចំណីផ្លូវសាធារណៈនៅថ្ងៃទី2ខែកុម្ភៈឆ្នាំ2026រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី2ខណ្ឌមានជ័យបានចេញសេចក្តីជូនដំណឹងទុករយៈពេល7ថ្ងៃឲ្យប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅមុខបរិវេណសាលាបឋមសិក្សាស្ទឹងមានជ័យតាមបណ្ដោយផ្លូវលេខ217ដែលបានរំលោភលើដីចំណីផ្លូវសាធារណៈត្រូវរុះរើសំណង់តូបស្លាកប៉ាណូសម្ភារៈនិងទំនិញផ្សេងៗដោយខ្លួនឯងចាប់ពីថ្ងៃជូនដំណឹងនេះតទៅយោងទៅតាមសេចក្តីជូនដំណឹងរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី2បានណែនាំឲ្យប្រជាពលរដ្ឋនិងអាជីវករទាំងអស់ត្រូវបញ្ឈប់សកម្មភាពលក់ដូររំលោភលើចំណីដីផ្លូវសាធារណៈជាពិសេសម្ចាស់ទីតាំងនិងម្ចាស់តូបមិនត្រូវដាក់តាំងទំនិញឬសម្ភារៈណាមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់ផ្លូវសាធារណៈឡើយការណែនាំនេះមានគោលបំណងលុបបំបាត់ការលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈចូលរួមរក្សាសោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈអនាម័យបរិស្ថាននិងសោភ័ណភាពទីក្រុងស្អាតព្រមទាំងបង្ការហានិភ័យគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនៅក្នុងករណីអាជីវករឬម្ចាស់តូបមិនព្រមអនុវត្តតាមការណែនាំរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី2នឹងចុះអនុវត្តវិធានការរើសរុះដោយខ្លួនឯងដោយពុំទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់សម្ភារៈណាមួយដែលមាននៅលើទីតាំងនោះឡើយគូបញ្ជាក់ថាលោកខួងស្រេងអភិបាលរាជធានីភ្នំពេញបានណែនាំទៅដល់អាជ្ញាធរមូលដ្ឋានខណ្ឌទាំង14និងសង្កាត់ទាំង105ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់អនាម័យនិងបរិស្ថានឲ្យបានល្អដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ